ចៃរតនាមកវិខាងផែសៀមរាបមួយខែបើលុយ2ដងហើយបានបងថ្លៃបន្ទប់ជួលខ្លះហើយចាយខ្លួនឯងខ្លះពេលដែលមកដល់8ឡានក្រសួងទៅយកមកបន្ទប់រកបន្ទប់ឲ្យគេហើយគាត់ជួយរៀនវគ្គបណ្ដុះបណ្ដាល7ថ្ងៃហើយមានបាយពេលថ្ងៃឲ្យរាល់ថ្ងៃចេញថ្លៃបន្ទប់ជួលឲ្យនៅរយៈពេល7ថ្ងៃដែលរៀនវគ្គបណ្ដុះបណ្ដាលចំណេះដឹងល្អបទពិសោធន៍ថ្មីពីបងដែលគាត់ស្លឹកធ្វើនៅនឹងមុនរៀនរយៈពេល7ថ្ងៃគឺបានអំពីក្រសួងពាក់កណ្ដាលរោងចក្រពាក់កណ្ដាលបងប្អូនដែលមានការងារធ្វើអាចតាក់ទងខាងក្រសួងតាមរយៈលេខទូរស័ព្ទ1297សូមអរគុណដល់ខាងក្រសួងដែលបានរកការងារឲ្យខ្ញុំធ្វើដេរនៅក្នុងរោងចក្រនៅខាងកំពង់ស្ពឺ